នេះគឺជាសកម្មភាពវាយដីវាយកញ្ច្រាំងដីដែលមានច្បើងហើយយើងធ្វើការវាយទុកចោលដើម្បីឲ្យរលួយទាំងកញ្ច្រាំងទាំងច្បើងអញ្ចឹងហើយបើដីណាដែលអត់បានដុតច្បើងច្រើនគឺអត់អាចវាយបដ ாய் បានទេវាយបដ ாய் បានក៏ប៉ុន្តែធ្វើឲ្យចិញ្ច្រាំងហ្នឹងនៅពូនគ្នាចិញ្ច្រាំងហើយនឹងច្បើងគឺអត់រាបស្មើទេគឺនៅពូនពីលើគ្នានៅដុំអញ្ចឹងយើងវាយក្រោយក៏ពិបាកដែរយើងវាយសម្អាតពីក្រោយអញ្ចឹងហើយនេះគឺខ្ញុំវាយទទឹងដែលចិញ្ច្រាំងដែលច្រូតហ្នឹងគឺវាយទទឹងទៅគឺអត់សូវឃើញមានច្បើងមានចិញ្ច្រាំងមកនៅពូនលើគ្នាទេគឺវាយទៅគឺលិចទាំងអស់ទាំងច្បើងទាំងកញ្ច្រាំងក៏ប៉ុន្តែរៀងចំណាយពេលយូរបន្តិចបើសម្រាប់ដីដែលមានទទឹងទូចហើយវែងគឺពិបាកនឹងវាយទទឹងអញ្ចឹងហើយដីនេះទាំងទទឹងទាំងបដ ாய் រៀងប្រហែលគ្នាទេអញ្ចឹងហើយធ្វើការវាយទទឹងទៅគឺលឿនដែរហើយគឺកញ្ច្រាំងនិងច្បើងគឺរៀបបានល្អហើយក៏ឆាប់រលួយដែរជាមួយនឹងទឹកជ្រៅចេះយើងវាយក៏មិនសូវជាតឹងដូចយើងវាយបដ ாய் ដែរហើយនេះគឺយើងវាយហើយវាយមួយសពចោលហ្នឹងគឺវាយហើយនេះយើងវាយសៀបភ្លឺយើងដាក់ឲ្យម្ចាស់ស្រែមួយសពពីរសពទៀតទៅដើម្បីអីធ្វើឲ្យស្មៅនៅតាមសៀបភ្លឺហ្នឹងដាច់ស្អាតបានល្អបើសិនជាលើកក្រោយគាត់វាយកយន្តគាត់ស្រួលធ្វើសៀបភ្លឺដែរធ្វើសៀបភ្លឺបានស្អាតហើយបើយើងវាយអត្រាសារក្រោយក៏វាយបានស្អាតដែរពោះយើងជន់វាឲ្យម៉ត់តិចទៅហើយនេះដីដែលវាយហើយវាយមួយសពចោលហ្នឹងហើយនេះរត់សៀបភ្លឺមួយសពទៀតគឺហើយដីនេះហើយយើងបលិចទឹកចោលទៅវាឆាប់រលួយហើយចំពោះដីស្ទែនេះវិញគឺខ្ញុំវាយបដ ாய் ព្រោះទទឹងទួចហើយបដ ாய் រៀងវែងតែពេលអញ្ចឹងវាយទទឹងក៏រៀងពិបាកដែរអញ្ចឹងវាយបដ ாய் គឺថានៅមានច្បើងនៅរៀងពូនដុំអញ្ចឹងអត់សូវលិចទាំងអស់ទេបើយើងធ្វើការឆាប់វាយព្រាចវិញគឺពិបាកវាយកន្លែងដែលច្បើងហើយនឹងច្រាំងពូនអញ្ចឹងហើយគឺយើងទុកឲ្យវារៀងយូរតិចដើម្បីរលួយ